นมเป็นกรงละอนมเป็นกรงละออบอซาโตរាជធានីភ្នំពេញដែលបានជាប់លេខរៀងទី10ជាទីក្រុងដ៏ធំល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ2025រាជធានីភ្នំពេញគឺជាបេះដូងនៃប្រទេសកម្ពុជាព្រោះរាជធានីភ្នំពេញគឺជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចការអភិវឌ្ឍទំនើបនិងជាទីតាំងប្រវត្តិសាស្ត្រសិល្បៈវប្បធម៌ដែលរួមបញ្ចូលគ្នាយ៉ាងសមស្របរាជធានីភ្នំពេញគឺជារាជធានីដ៏ធំជាងគេបំផុតរបស់កម្ពុជាដែលបានបង្ហាញពីសភាពឆើតឆាយយ៉ាងច្រើនសម្បូរបែបទាំងផ្នែកវប្បធម៌ទេសចរណ៍សេដ្ឋកិច្ចដែលធ្វើឲ្យរាជធានីភ្នំពេញជារាជធានីមានពណ៌ស្រស់យ៉ាងសម្បើមគួរឲ្យទាក់ទាញនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញមានរមណីយដ្ឋានវត្តភ្នំដែលជាអត្តសញ្ញាណនៃរាជធានីភ្នំពេញដែលមានអាយុកាលកកើតវែងជាងគេនិងមានទឹកតាំងប្រវត្តិសាស្ត្រនៃការកកើតរាជធានីហើយជាទីកន្លែងសក្ការៈបូជាសម្រាប់ប្រជាជនគោរពបូជាមានដូចជាលោកតាព្រះចៅដែលបានបន្សល់ទុកតាំងពីពេលកកើតរាជធានីភ្នំពេញដំបូងព្រមទាំងរូបសំណាកអប្សរា3នាក់កាន់ជើងពានថ្វាយខេត្តខ្មែរទៅព្រះមហាក្សត្រដែលបានយកមកពីសៀមដែលជានិមិត្តរូបនៃការគ្រប់គ្រងឡើងវិញលើខេត្តខ្មែរចំនួន3គឺខេត្តសៀមរាបខេត្តបាត់ដំបងនិងខេត្តស៊ីសុផុនមិនត្រឹមតែប៉ុណ្ណោះរាជធានីភ្នំពេញមានព្រះបរមរាជវាំងដែលមានប្រាសាទដ៏ល្អវិចិត្រមានវិមានឯករាជ្យសារមន្ទីរជាតិនិងសំណង់អគារដែលបានបន្សល់ទុកជាច្រើនពីសម័យអាណានិគមនិយមបារាំងមិនត្រឹមតែប៉ុណ្ណោះចូលមកដល់សតវត្សទី21រាជធានីភ្នំពេញកែប្រែមុខមាត់ថ្មីកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយរំលេចនៅរចនាបថបែបសហសម័យជាច្រើនដូចជាវិមានសន្តិភាពទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ទីស្តីការក្រសួងមហាផ្ទៃវិមានរដ្ឋធម្មនុញ្ញវិមានពហុកីឡដ្ឋានជាតិមរតកតេជោមហាវិថីដ៏ល្អឆើតឆាយស្ពានអាកាសខ្វាត់ខ្វែងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្បូរបែបទៀតនៅចុងក្រោយថ្មីនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបើកចំហជើងមេឃឲ្យកាន់តែធំទូលាយបន្ថែមទៀតដោយបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាស្ថាបត្យកម្មខ្មែរបែបសហសម័យយ៉ាងល្អប្រណិតហើយនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងយុគសម័យសន្តិភាពដែលបានបង្ហាញអត្តសញ្ញាណជាតិខ្មែរឲ្យមានក្លិនក្រអូបផ្សាយភាយទៅកាន់ឆាកអន្តរជាតិទន្លេចំនួន4ហូរបុកគ្នានៅក្នុងចំណុចប្រសពតែមួយនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញនោះគឺទន្លេ4មុខឬទន្លេចតុមុខទេសភាពពេលព្រលឹមនិងពេលល្ងាចតាមដងទន្លេជាពិសេសនៅតំបន់ Riverside តែងធ្វើឲ្យអ្នកទស្សនាទាក់ទាញដោយពន្លឺថ្ងៃនិងខ្យល់ត្រជាក់នៅខ្សែទឹកទីតាំងប្រសពគ្នានៃទន្លេបានបន្ថែមភាពស្រស់ស្អាតយ៉ាងល្អពិសេសដល់អ្នកទេសចរបន្ថែមទៀតភាពឆើតឆាយរបស់រាជធានីភ្នំពេញមិនមែនមានត្រឹមតែសំណង់ឬទេសភាពនោះទេប៉ុន្តែស្ថិតនៅលើរបៀបរស់នៅរបស់ប្រជាជនផងដែរជីវភាពរស់នៅរបស់ប្រជាជននិងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាច្រើនទៀតបានបង្កើតជីវវប្បធម៌រស់នៅក្នុងយុគសម័យថ្មីនេះនៅពេលយប់ភ្នំពេញបានក្លាយជាទីក្រុងដែលមានពន្លឺភ្លឺមានទេសភាពស្រស់ស្អាតនិងមានភាពឆើតឆាយជាទីគយគន់នៃខ្សែចក្ខុនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័សមានអគារខ្ពស់ៗតំបន់ពាណិជ្ជកម្មថ្មីតំបន់សេដ្ឋកិច្ចពិសេសនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់ប្រសើរឡើងជាបន្តបន្ទាប់ការរីកចម្រើននេះធ្វើឲ្យភ្នំពេញមានភាពទំនើបនិងឆើតឆាយជាងមុនខណៈដែលរាជធានីភ្នំពេញនៅតែរក្សាទុកវប្បធម៌ប្រពៃណីបានយ៉ាងល្អប្រសើររាជធានីភ្នំពេញគឺជាទីក្រុងសម្របសម្រួលយ៉ាងល្អរវាងអតីតកាលនិងអនាគតគុណសម្បត្តិយ៉ាងសន្ធឹកសន្ធាប់នេះហើយបានជារាជធានីភ្នំពេញរបស់យើងក្លាយជារាជធានីមួយទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិរហូតរាជធានីភ្នំពេញបានជាប់ចំណាត់ថ្នាក់ទី10ដែលជារាជធានីធំល្អបំផុតរបស់ពិភពលោកដែលជារាជធានីមានភាពគួរឲ្យទាក់ទាញសម្រាប់ទេសចរសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅក្នុងឆ្នាំ2025នេះ